សួស្តីបងប្អូនទាំងអស់គ្នាដែលកំពុងស្ដាប់វីដេអូនេះខ្ញុំនឹងធ្វើការបរិយាយអំពីអត្ថបទដែលខ្ញុំបានស្រាវជ្រាវពាក់ព័ន្ធទៅនឹងការស្គាល់ខ្លួនឯងស្គាល់សត្រូវ Know yourself know your enemy សម្រាប់បងប្អូនដែលមិនទាន់ចុច Subscribe ចុច Like សូមជួយចុច Subscribe បាទនេះមួយផងតាំងពីបុរាណរហូតមកដល់បច្ចុប្បន្នសង្គ្រាមគឺជាឆាកប្រយុទ្ធដ៏ស្មុគស្មាញបំផុតដែលត្រឹមតែតម្រូវឲ្យមានកម្លាំងខ្លាំងនិងអាវុធទំនើបប៉ុណ្ណោះទេប៉ុន្តែថែមទាំងទាមនៅយុទ្ធសាស្ត្រនិងទស្សនវិជ្ជាដ៏ជ្រាលជ្រៅថែមទៀតផងនៅក្នុងចំណោមទស្សនៈយោធាទាំងអស់មានឃ្លាមួយដែលបានក្លាយជាបេះដូងនៃសិល្បៈនៃការដឹកនាំនិងការចម្បាំងដែលត្រូវដកស្រង់ចេញពីសៀវភៅសិល្បៈសង្គ្រាមដែលរបស់ស៊ុនអ៊ូនាពេលជាង2500ឆ្នាំមកខាងឃ្លានោះគឺស្គាល់ខ្លួនឯងស្គាល់សត្រូវនៅក្នុងសមរភូមិ100ដងកុំខ្លាចរហ័សទេសនានេះមិនមែនគ្រាន់តែជាពាក្យស្លោកដ៏ខ្លីមួយឃ្លាប៉ុណ្ណោះទេប៉ុន្តែវាជាមូលដ្ឋានគ្រឹះនៃភាពជោគជ័យទាំងនៅក្នុងវិស័យយោធានិងក្នុងជីវិតប្រចាំថ្ងៃសម្រាប់យោធាភាពស្គាល់ច្បាស់អំពីស្ថានភាពសត្រូវនេះគឺជាស្មើនឹងការកាត់បន្ថយហានិភ័យទៅដល់កម្រិតសូន្យហើយការដែលមិនស្គាល់ពីស្ថានភាពសត្រូវច្បាស់លាស់វិញគឺស្មើនឹងការទទួលបរាជ័យជាអចិន្ត្រៃយ៍ដូច្នេះដើម្បីយល់ដឹងកាន់តែស៊ីជម្រៅអំពីរបៀបទស្សនៈស្គាល់ខ្លួនឯងស្គាល់សត្រូវខ្លាយទៅជាកូនសោនៃជាជំនះខ្ញុំនឹងធ្វើការបកស្រាយនិងលើកឧទាហរណ៍ក្នុងបរិបទនៃយុទ្ធសាស្ត្រយោធានាសម័យសង្គមយកមកវិភាគដូចតទៅសត្រូវនិងមិត្តឬសត្រូវអាចប្រែប្រួលគ្រប់ពេលគឺផ្អែកទៅលើស្ថានភាពជាក់ស្ដែងសត្រូវខ្លះមិនបានប្រកាសខ្លួនដោយបើកចំហថាជាសត្រូវរបស់យើងនោះឡើយនោះមានន័យថាដល់ដំណាក់កាលណាមួយគេនឹងវាយប្រហារយើងដោយដួលតែម្ដងគឺមិនឲ្យយើងមានឱកាសត្រៀមខ្លួនទុកជាមុនឡើយការលើកឡើងដូចនេះក៏មិនមែនមានន័យថាខ្ញុំគ្រប់គ្រងឲ្យមនុស្សកើតសត្រូវនឹងគ្នាដែរប៉ុន្តែនៅក្នុងការដឹកនាំអ្នកដឹកនាំត្រូវតែចេះប្រុងប្រយ័ត្នជានិច្ចពីព្រោះមេដឹកនាំរដ្ឋខ្លះមានបំណងចងសុវណ្ណមិត្តនឹងយើងឡើយពួកគេតែងតែវាយយកទឹកដីនៃរដ្ឋដទៃទៀតទុកជាចំណោះរបស់ខ្លួនដើម្បីពង្រីកទឹកដីពង្រឹងអំណាចអានុភាពរបស់ខ្លួនដូច្នេះអ្នកដឹកនាំត្រូវតែបង្កើតសម្ព័ន្ធមិត្តឲ្យបានច្រើនជាជាងការបង្កើតសត្រូវប្រសិនបើនគរមួយរងការគំរាមកំហែងពីសំណាក់នគរមួយទៀតដែលមានកម្លាំងខ្លាំងជាងនោះនគរដែលខ្សោយជាងនឹងជួបបញ្ហាច្រើនពីព្រោះនគរខ្សោយគឺមានន័យថាកម្លាំងតបខ្សោយកងទ័ពតិចប្រជាជនក្រីក្រសេដ្ឋកិច្ចទន់ខ្សោយនគរនោះត្រូវតែពង្រឹងខ្លួនឲ្យខ្លាំងជាងមុនសិនដើម្បីទប់ទល់ទាំងយុទ្ធសាស្ត្រយោធាការទូតនយោបាយនិងព័ត៌មានវិទ្យាជាដើមពាក្យថាស្គាល់ខ្លួនឯងស្គាល់សត្រូវមានប្រភពមកពីស៊ុនអ៊ូនៅក្នុងសៀវភៅសិល្បៈសង្គ្រាមឬ The Art of War វាជាគោលការណ៍ដ៏សំខាន់មួយសម្រាប់យុទ្ធសាស្ត្រដែលបង្ហាញថា1ស្គាល់សត្រូវមានន័យថាយល់ដឹងអំពីកម្លាំងទំនាយអាវុធការគិតនិងយុទ្ធសាស្ត្ររបស់សត្រូវប្រើការស៊ើបអង្កេតព័ត៌មាននិងការវិភាគដើម្បីប៉ាន់ប្រមាណថាតើសត្រូវខ្លាំងឬខ្សោយស្គាល់ខ្លួនឯងមានន័យថាការយល់ច្បាស់អំពីកម្លាំងខ្លួនឯងកងទ័ពគុនឈៀននិងអំណាចរបស់ប្រទេសប្រើសក្តានុពលដែលមានដោយដឹងអំពីសមត្ថភាពពិតប្រាកដដែលមានដែនកំណត់ឧទាហរណ៍សហរដ្ឋអាមេរិកនៅក្នុងសង្គ្រាមលោកលើកទី2បានយល់ច្បាស់អំពីអំណាចឧស្សាហកម្មនិងបច្ចេកវិទ្យារបស់ខ្លួនដូច្នេះអាចផលិតនូវអាវុធនិងយន្តហោះបានច្រើនជាងសត្រូវ3ការប្រកបដោយជោគជ័យប្រសិនបើស្គាល់សត្រូវនិងស្គាល់ខ្លួនឯងនោះឈ្នះចម្បាំងគ្រប់លើកបើស្គាល់ខ្លួនឯងប៉ុន្តែមិនស្គាល់សត្រូវនោះឈ្នះបានពាក់កណ្ដាលហើយចាញ់ក៏ពាក់កណ្ដាលដែរបើសិនបើមិនស្គាល់សត្រូវក៏មិនស្គាល់ខ្លួនឯងនោះគឺចាញ់គ្រប់លើក
ចំណុចទី4អត្ថន័យសម្រាប់សង្គ្រាមទំនើបក្នុងសង្គ្រាមសប្តាហ៍ថ្ងៃស្គាល់សត្រូវមានន័យថាវាមានអត្ថន័យទូលំទូលាយដូចជាដឹងអំពីបច្ចេកវិទ្យាកម្លាំងអេកូណូមីប្រព័ន្ធព័ត៌មានវិទ្យានិងទំនាក់ទំនងអន្តរជាតិស្គាល់មិត្តមានន័យថាត្រូវយល់អំពីអំណាចខ្លួនឯងនិងសម្ព័ន្ធមិត្តឲ្យសម្របទៅនឹងយុទ្ធសាស្ត្រវាគឺជាកន្លងសំខាន់មួយធ្វើឲ្យប្រទេសអាចបន្តឈ្នះនៅក្នុងសង្គ្រាមឬទប់ទល់នឹងគ្រោះថ្នាក់ខុងមីងតែងតែហាមឃាត់លាវប៉ៃនៅក្នុងការលើកទ័ពវេលុកនគរពីព្រោះខុងមីងដឹងច្បាស់ថានៅពេលនេះកូអ៊ុយកំពុងតែខ្លាំងក្លានគរស៊ូនិងនគរអ៊ូគួរតែរួមដៃគ្នាដើម្បីទប់ទល់នឹងនគរអ៊ុយប៉ុន្តែលាវប៉ៃបែរជាធ្វើបញ្ចាស់ទៅវិញព្រោះតែគំនុំការសងសឹកវាមានន័យថាលាវប៉ៃបែរជាចាត់ទុកនគរអ៊ូដែលជាសម្ព័ន្ធមិត្តរបស់ខ្លួនរហូតមកនោះធ្វើជាសត្រូវធំរបស់ខ្លួនទៅវិញតើសត្រូវពិតប្រាកដរបស់ខ្លួនគណៈពេលនេះគឺជានរណាការដែលលាវប៉ៃធ្វើបែបនេះគឺមានន័យថាគាត់កំពុងតែបង្កើតសត្រូវពីរក្នុងពេលតែមួយសត្រូវទី1គឺជាសត្រូវធំគឺសត្រូវនឹងនគរអ៊ុយដែលដឹកនាំតាំងពីចំនួនអបរាជឆាវឆាវរហូតដល់ឆាវភីសត្រូវទី2គឺជាសម្ព័ន្ធមិត្តរបស់ខ្លួនដែលដឹកនាំដោយស៊ុនឈៀននៅពេលដែលស៊ុនឈៀនដឹងថាលាវប៉ៃដឹកនាំកងទ័ពវាលោកខ្លួនគេក៏ប្រញាប់ប្រញាល់ទៅចូលសម្ព័ន្ធមិត្តជាមួយនឹងនគរអ៊ុយដើម្បីឲ្យស្ដេចឆាវភីជួយខ្លួនហើយបើទោះបីជាឆាវភីមិនជួយខាងស៊ុនឈៀនក៏ឆាវភីមិនឆ្លៀតពេលវាយនគរអ៊ូបន្ថែមទៀតវាមានន័យថាអាចទប់ទល់នឹងរារាំងឆាវភីបានវិគ្រាខណៈពេលដែលលាវប៉ៃកំពុងតែឈ្លានពាននៅពេលដែលឆាវភីទទួលសំណើពីស៊ុនឈៀនឆាវភីគ្រាន់តែចង់ឃើញនគរទាំងពីរប្រយុទ្ធគ្នារបួសសងខាងតែប៉ុណ្ណោះគឺគាត់មិនចង់ឃើញនគរណាមួយវិនាសនោះទេគេគ្រាន់តែចង់ឃើញនគរទាំងពីរនេះកាប់សម្លាប់គ្នាឲ្យអស់ចិត្តហើយនៅពេលដែលនគរទាំងពីរនេះទន់ខ្សោយឆាវភីនឹងមានឱកាសលើកទ័ពវាយសង្គ្រប់យកនគរទាំងពីរដើម្បីបង្រួបបង្រួមនគរជានគរតែមួយនៅពេលខាងមុខប៉ុន្តែខុងមីងគឺជាឆ្នើមឧបរាជដែលមានបញ្ញាខ្ពស់មើលដឹងអំពីការរជ្រៅក្រោយពីលាវប៉ៃវាយលុកនគរអ៊ូបរាជ័យគេក៏បានផ្ញើសារទៅលូស៊ីងដែលជាមេទ័ពធំនៃនគរអ៊ូដើម្បីពន្យល់លូស៊ីងក្នុងគោលបំណងរក្សានិងបង្កើតសម្ព័ន្ធមិត្តរបស់ខ្លួននឹងគ្នាឡើងវិញពីព្រោះថាបើនគរទាំងពីរនេះនៅតែច្បាំងគ្នារហូតដល់វិនាសរៀងខ្លួននគរទាំងពីរនេះនឹងធ្លាក់នៅក្នុងដៃឆាវភីជាមិនខាននេះហៅថាស្គាល់មិត្តស្គាល់សត្រូវពេលណាជាមិត្តពេលណាជាសត្រូវត្រូវមើលទៅលើកលៈទេសៈអ្វីដែលខ្ញុំចង់បញ្ជាក់គឺសង្គ្រាមរវាងលាវប៉ៃនិងស៊ុនឈៀនគឺលាវប៉ៃមិនបានដឹងច្បាស់អំពីស្ថានភាពសត្រូវនោះឡើយដូចជាស្ថានភាពមេតបស្ថានភាពភូមិសាស្ត្រទឹកដីអាកាសធាតុយុទ្ធសាស្ត្ររបស់សត្រូវក្រោយពីលូស៊ូអនិច្ចកម្មទៅស៊ុនឈៀនបានតែងតាំងលូស៊ីងឲ្យធ្វើជាមេតបធំហើយសមាជិកភាពលូស៊ីងសំបីតែពួកមន្ត្រីធំនៅក្នុងនគរអ៊ូក៏ធ្វើការបដិសេធផងដែរគឺមានន័យថាសំបីតែមន្ត្រីនៃនគរអ៊ូខ្លួនឯងក៏មិនមានភាពជឿជាក់និងគ្រប់គ្រងលូស៊ីងផងដែរចុះទម្រាំតែលាវប៉ៃតើគេអាចមើលស្រាលលូស៊ីងដូចមិនដែរខ្លះទៅហើយហេតុអ្វីបានជាស៊ុនឈៀននៅតែប្រើលូស៊ីងទោះបីជាមានការជំទាស់ពីពួកមន្ត្រីក៏ដោយដោយសារស៊ុនឈៀនគឺជាអ្នកដឹកនាំដែលពូកែប្រាប់មនុស្សដឹងច្បាស់អំពីសមត្ថភាពរបស់លូស៊ីងទាំងដែលមនុស្សគ្រប់គ្នាមើលមកលូស៊ីងត្រឹមតែជាអ្នកសិក្សាម្នាក់តែប៉ុណ្ណោះប៉ុន្តែស៊ុនឈៀនឲ្យតម្លៃនិងលើកដំកើងលូស៊ីងចាត់ទុកលូស៊ីងថាជាមេតបឆ្លៀសវៃនឹងមានយុទ្ធសាស្ត្រច្រើនយុទ្ធសាស្ត្រធ្វើសង្គ្រាមមានច្រើនរាប់មិនអស់ស៊ុនឈៀនមិនខ្វល់អំពីរយៈពេលនៃការធ្វើសង្គ្រាមនោះទេ
ប៉ុន្តែគាត់រងចាំមើលតែលទ្ធផលនៃសង្គ្រាមប៉ុណ្ណោះចំណុចមួយទៀតលាវប៉ៃមិនបានដឹងអំពីយុទ្ធសាស្ត្រលូស៊ីងសង់បន្ទាយជាច្រើនកន្លែងដើម្បីឲ្យលាវប៉ៃចូលវាយលាវប៉ៃប្រហែលជាយល់ថាលូស៊ីងគ្មានសមត្ថភាពពីព្រោះកងទ័ពរបស់ខ្លួនបានវាយបែកបន្ទាយជាច្រើននិងវាយបានក្រុងជាបន្តបន្ទាប់បើយើងពិនិត្យទៅលើស្ថានភាពជាក់ស្ដែងតង់អ៊ូពិតជាកំពុងចាញ់ប្រៀបសត្រូវពិតប្រាកដនេះនឹងបានដកទ័ពថយជាបន្តបន្ទាប់ប៉ុន្តែបើយើងមើលទៅតាមយុទ្ធសាស្ត្រដែលលូស៊ីងប្រើគឺលូស៊ីងធ្វើបន្ទាយជាច្រើនឲ្យលាវប៉ៃវាយឲ្យពួកមេទ័ពរបស់ខ្លួនទប់ទល់តែក្នុងរយៈពេលកំណត់មួយប៉ុណ្ណោះវាហាក់ដូចជាលូស៊ីងបានគិតទុកមុនរួចជាស្រេចថាតើក្នុងរយៈពេលកំណត់ណាមួយដែលខ្លួនអាចប្រែប្រួលយុទ្ធសាស្ត្ររបស់ខ្លួនមានន័យថាលូស៊ីងគឺដើម្បីយកឈ្នះទៅលើពេលវេលាលូស៊ីងមានបំណងចង់ពន្យាពេលការវិលុករបស់ទ័ពស៊ូវាហាក់បីដូចជាលូស៊ីងកំពុងតែរងចាំអ្វីមួយសូម្បីតែពួកមេទ័ពមន្ត្រីរបស់នគរអ៊ូក៏ហាក់ដូចជាមិនសូវយល់អំពីយុទ្ធសាស្ត្រដែលលូស៊ីងកំពុងប្រើលទ្ធផលក៏បានបង្ហាញក្នុងកំឡុងពេលប្រយុទ្ធដាច់ព្រាត់នោះគឺលូស៊ីងបានរឹតបន្តឹងច្បាប់និងធ្វើការបដិញ្ញាជាមួយពួកមេទ័ពត្រូវតែប្រយុទ្ធឲ្យខ្លាំងក្លានិងមិនមានការដកទ័ពថយទៅឡើយហើយបញ្ជារបស់មេទ័ពត្រូវតែគោរពបើមិនគោរពគឺត្រូវប្រហារជីវិតពួកកងទ័ពបានប្រឹងប្រយុទ្ធហើយកម្លាំងនិងវីរភាពក្លាហានរបស់ពួកគេមិនដឹងថាបានមកពីពួកឲ្យកងទ័ពនគរស៊ូមិនអាចវាចូលបានមួយជំហានទាល់តែសោះក្រោយមកលាវប៉ៃបានបញ្ជាឲ្យកងទ័ពអកាវិលុកដោយសារតែយុទ្ធសាស្ត្រពន្យាពេលរបស់លូស៊ីងធ្វើឲ្យពួកកងទ័ពនគរស៊ូជាច្រើនក្រុមបានកើតជំងឺអសន្នរោគនេះបង្ហាញឲ្យដឹងថាលាវប៉ៃមិនបានដឹងច្បាស់អំពីយុទ្ធសាស្ត្ររបស់សត្រូវមិនបានដឹងអំពីអាកាសធាតុរដូវកាលដែលនៅតំបន់នោះដែលបង្កជាជំងឺកើតឡើងរាលដាលដល់ពួកកងទ័ពនឹងត្រូវបង្ខំចិត្តបោះជំរំនៅក្នុងព្រៃវិញដើម្បីគេចផុតពីភាពក្តៅខ្លាំងដែលជាដំណំធំរបស់អ្នកធ្វើសឹកដោយសារអាកាសធាតុនារដូវក្តៅធ្វើឲ្យលើងាយនឹងឆាប់ឆេះលូស៊ីងមើលឃើញឱកាសក៏មិនបង្អង់ចាំយូរទៅទេក៏ប្រើព្រួញភ្លើងបាញ់សម្ដៅទៅជំរុំទ័ពនគរស៊ូដែលហុំព័ទ្ធទៅដោយព្រៃធ្វើឲ្យពួកកងទ័ពស៊ូឆាប់ឆេះស្លាប់នៅក្នុងភ្លើងហើយលាវប៉ៃក៏បរាជ័យរត់ភៀសខ្លួនសឹងមិនទាន់សង្គ្រាមលើកនេះធ្វើឲ្យលាវប៉ៃបរាជ័យទាំងអាម៉ាស់បំផុតរហូតធ្លាក់ខ្លួនឈឺហើយក៏ទទួលអនិច្ចកម្មទៅមេរៀននេះវាបានបង្រៀនឲ្យយើងទាំងអស់គ្នាមុនបើការវាយលុកសត្រូវត្រូវដឹងអំពីស្ថានភាពសត្រូវជាមុនសិនថាតើមេទ័ពជាអ្នកណាតើគេជាមនុស្សបែបណាមានកងទ័ពប៉ុន្មាននាក់មានយុទ្ធសាស្ត្រអ្វីខ្លះស្ថានភាពភូមិសាស្ត្រដូចដេចនិងស្ថានភាពជាច្រើនទៀតដែលជាព័ត៌មានសំខាន់នៅក្នុងការបើកការវាយលុកហើយរឿងដែលសំខាន់មួយទៀតនោះគឺកងទ័ពមិនសំខាន់ទៅលើតិចឬច្រើនប៉ុន្តែសំខាន់ទៅលើការប្រើយុទ្ធសាស្ត្រភាពខ្លាំងក្លារបស់សត្រូវមិនត្រូវមានអំនួតមើលស្រាលសត្រូវនោះឡើយការមើលស្រាលសត្រូវមានន័យថាយើងកំពុងតែធ្លាក់ខ្លួនទៅក្នុងភាពបរាជ័យទាំងដែលយើងមិនទាន់បាននឹងចេញច្បាំងផងការមើលស្រាលសត្រូវមានន័យថាយើងកំពុងតែបង្ហាញពីភាពទន់ខ្សោយរបស់យើងឲ្យសត្រូវឃើញហើយពួកគេនឹងប្រើយុទ្ធសាស្ត្រផ្សេងៗល្បិចកលផ្សេងៗដើម្បីធ្វើឲ្យយើងធ្លាក់ចូលទៅក្នុងអន្ទាក់របស់ពួកគេដូច្នេះត្រូវតែស្គាល់អំពីស្ថានភាពរបស់សត្រូវ
ច្បាស់ជាមិនសិនមុននឹងចេញវីដេអូបាទសូមអរគុណបងប្អូនទាំងអស់គ្នាដែលបានស្ដាប់វីដេអូនេះតាំងពីដើមរហូតដល់ចប់និងសូមអភ័យទោសចំពោះកំហុសឆ្គងដែលចេតនាដែលមាននៅក្នុងវីដេអូនេះសូមអរគុណសូមគោរពលា